quay ở đây anh tích ở trên po mà quay ở đây nè nè quay ở trên po anh tích cái gì ở tròn khăn áo thế em vợ tìm ở tròn khăn áo ấy ở tròn khăn áo ấy được của mày chơi là các anh ở người tên đó làm ra ai còn làm mía hà thục tình rồi giờ mày chưa anh thư sao ngó ba anh làm đi ôi sao trong xe thế nè anh không dạo quá mà này không phải được không nghe để uống mía này anh mấy chẳng anh tên giờ dụ là anh là dây mùi dạ uống gì cả không biết nhưng mà dạ uống thế được không tôi mới dạy dạ uống tên để thư bắt cột đây còn phu ở tròn khăn áo ấy nữa hả nào cho lăng được cho lăng cái lăng chùm cho lăng anh nhé sẽ chắc tập cần chết mình muốn ta mới đi sắp làm mấy hả làm mấy hả mà chắc tập mình chết và nó hình gì mình làm gì trên đường miệt phình lẽ lì lắm cho mũi sáu cẩn trá sơ cướp đầm bắn chặt bị thái tị bầy đợt thái tị pram khai mê sạt cướp xuống thân thiện tận nành ở tuần giống ban tranhในประตูบัตรปนมินส์ในปีสถานភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៃប្រទេសជាតិកម្ពុជាសម្រាប់ថ្ងៃទី3ខែមេសាឆ្នាំ2025របបខ្យល់មូសុងអេសានជាមួយសពេទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោកនិងលើប្រទេសជាតិកម្ពុជាស្ថានភាពបែបកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ស្ទើរគ្រប់
តំបន់ចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែមេសាក្រសួងធនធានទឹកនិងឧតុនិយមបានចេញនូវប្រតិបត្តិព័ត៌មានស្ដីពីសូនេះគឺជាបិសាចដែលធ្វើឲ្យបរិមម្នាក់ថាជា SCP 096នេះគឺជាបិសាចនឹងឯងអ្នកនរគ្នាដែលធ្វើឲ្យបរិមម្នាក់ហ្នឹងថាជា SCP 096តែម្ដងអ្នកនរគ្នាបើអ្នកគ្នាសើចថា SCP 096នោះអ្នកគ្នានឹងឃើញទេអ្នកនរអស់ចាមែនជប៉ុនដែលគេល្បីថាជាកំពូលបច្ចេកវិទ្យានោះឥឡូវនេះបង្កើតបានដ្រូនដែលគេអាចបញ្ ព្រះអង្គទេវមុនីសេងដាបង្ហើបពីព្រះអង្គច័ន្ទមុនីខ្ទេចខ្ទីគ្មានសល់រឿងឲ្យជូនទៅមើលជំងឺនៅប្រទេសថៃបាទពុកម៉ែបងប្អូនចង់ដឹងថារឿងរ៉ាវយ៉ាងណានោះសូមទៅទស្សនាព្រះអង្គច័ន្ទមុនីពិតជាមិនសូវបាននៅអាស្រមព្រះអង្គឡើយពលគឺព្រះអង្គបានចូលព្រៃតាំងសមាធិនៅក្នុងព្រៃច្រើនជាងនៅក្នុងកុដិព្រោះពេលព្រះអង្គខលសួរកូនសិស្សព្រះអង្គឆ្លើយថាព្រះអង្គចូលព្រៃ1ខែទៅ2ខែឯណោះហើយជាទម្លាប់របស់ព្រះអង្គស្ទើររាល់មុនថ្ងៃសិលឬថ្ងៃ15កើតគឺព្រះអង្គនិមន្តទៅទុដងហើយពាក់ព័ន្ធនឹងរឿងបារមីព្រះអង្គច័ន្ទមុនីស្ដែងពិតៗនោះត្រូវបានព្រះអង្គទម្លាយឲ្យដឹងថាកាលវេលាគ្រាមួយនៅពេលព្រះអង្គបានពឹងពោព្រះអង្គច័ន្ទមុនីជូនទៅប្រទេសថៃដើម្បីពិនិត្យសុខភាពព្រះអង្គផ្ទាល់ព្រោះព្រះអង្គច័ន្ទមុនីចេះនិយាយភាសាថៃនិងចេញចូលថៃញឹកញាប់ពេលនោះព្រះអង្គច័ន្ទមុនីបានសួរព្រះអង្គថាទៅសឹងនៅទីណាដោយព្រះអង្គបានឲ្យជ្រើសរើស3ទៅព្រះអង្គទី1សឹងនៅវត្តនៅសុរិន្ទទី2សឹងនៅផ្ទះញាតិញោមដែលព្រះអង្គស្គាល់ទី3សឹងនៅផ្ទះសំណាក់ព្រះអង្គក៏បានសម្រេចថាទៅសឹងនៅវត្តមួយក្នុងខេត្តសុរិន្ទហើយមុននឹងនិមន្តទៅស្រុកថៃលោកបានក៏ហៅញាតិញោមមកប្រជុំដោយព្រះអង្គមានថេរដីកាថាព្រះអង្គត្រូវជូនលោកទៅថៃពិនិត្យសុខភាពនិងជូនញាតិញោមមួយចំនួនទៅទស្សនកិច្ចនៅថៃផងដែរព្រះអង្គទេវមុនីសេងដាបង្ហើបពីព្រះអង្គច័ន្ទមុនីខ្ទេចខ្ទីគ្មានសល់រឿងឲ្យជូនទៅមើលជំងឺនៅប្រទេសថៃបាទពុកម៉ែបងប្អូនចង់ដឹងថារឿងរ៉ាវយ៉ាងណានោះសូមទៅទស្សនាព្រះអង្គច័ន្ទមុនីពិតជាមិនសូវបាននៅអាស្រមព្រះអង្គឡើយពលគឺព្រះអង្គបានចូលព្រៃតាំងសមាធិនៅក្នុងព្រៃច្រើនជាងនៅក្នុងកុដិព្រោះពេលព្រះអង្គខលសួរកូនសិស្សដូចបានអាគេបាញ់និយាយយកវាចេះរបស់ហើយជេរត្រង់អញ្ចឹងបងណាអូធ្វើនយោបាយរដ្ឋមន្ត្រីហាមជេរទេធ្វើនយោបាយរដ្ឋមន្ត្រីជេរបានតាមនុស្សតាប៉ុនលោកសង្ឃចេះទៅចោលប៉ុនលោកសង្ឃចេះទៅចោលតើអូនសាជាប្រុសដែរមើលដាក់ឯងឲ្យវិញនេះមើលហើយគេថាហ្នឹងភាសាសុរោះប៉ុន្តែវិជ័យម៉ែឯងវិជ័យតាមចិត្តវិជ័យយើងជ័យស្អីគេតាមចិត្តវាគូយកបថៅកាត់ក្បាលយើងធ្វើតាមចិត្តហើយមើលវាណែនាំឲ្យធ្វើឃើញមើលវាដែលណែនាំថាណែត្រូវមានគុណធម៌ឃើញតែមើលវារហូតដល់ការប្រមាថមួយដែលខ្ញុំមិនអាចអត់ឲ្យពួកអាឆ្កែអស់ហ្នឹងប្រមាថអីប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាមនឹងបង្កើតនឹងហ៊ុនម៉ាណែតคล้ายទៅជាប្រពន្ធคล้ายទៅជាកូនរបស់មេដឹកនាំវៀតណាមរឿងមួយនេះឯងត្រូវចាំមកជីវិតរបស់ឯងអត់ឯងទេឯងត្រូវចាំណាឯងត្រូវចាំប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី16 ខែឆ្នាំ2025របបខ្យល់ជាមួយសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យថ្ងៃទី16ដល់ថ្ងៃទី18ខែមីនាឆ្នាំ2025មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេនៅទៅបើដើមធំទេអញងាប់តែអញក៏បានដែរហៅមកមើលនេះមក
មកចូលចិត្តទៅពីលទៀតមើលមើលទៀតមើលធ្វើម៉េចឲ្យដាច់